របស់យើងកាន់តែល្អគេកាន់តែរយយើងទោះបីជានៅកលៀតណាក៏ដោយក៏គេទៅរកដែរឥឡូវសាច់អាំងឆ្ងាញ់យកទៅធ្វើកលៀតណាក៏គេទៅដែរមិនបាច់ធ្វើតាមតម្រូវការធ្វើឲ្យយើងខ្លាចជាមានសិលធម៌ឲ្យគេទទួលទានទៅដោយអាយដាមខាងកសិកម្មលោកមានភាសាថាអាហារមិនខ្វះទេសម័យនេះគេអត់ត្រូវការនិយាយភាសាហ្នឹងទេហូបអីនឹងត្រូវការហូបអីមិនមែនហូបដើម្បីមកឆ្អែតទេហូបដើម្បីសុខភាពមិនមែនត្រូវការបាយ3ពេលទេមានកាន់តែខ្លាំងបាយតែមួយពេលទេខ្ញុំបាយមួយពេលព្រោះស្ករវាឡើងខ្ពស់តែពួកខ្ញុំហូបដើម្បីសុខភាពមិនហូបដើម្បីឆ្អែតទេបានអីត្រូវហូបអីនេះអាបានអីត្រូវហូបនេះហ្នឹងអាហូបអីនេះវាខុសគ្នាបានអីត្រូវហូបអាហ្នឹងបានតែ3ពេលទេតែអាត្រូវហូបអីនេះត្រូវការគិតអញ្ចឹងហូបដើម្បីសុខភាពធ្វើមិនទៅបន្លែយើងមានស្រុកណាសប្បាយជាងស្រុកខ្មែរទេប៉ុន្តែត្រូវការប្រព័ន្ធអប់រំដើរតួនាទីសំខាន់ណាស់មិនក្រសួងអប់រំទេណាប្រព័ន្ធអប់រំមាន4ទី1សង្គមសហគមន៍ហើយចំណុចមួយទៀតគឺរដ្ឋគ្រួសារចឹងបាទខ្ញុំនិយាយថាដូចនិយាយថាមនុស្សស្រីអីណាមិនមែនទេណាកាលណាអ្នកឯងមានប្រពន្ធបញ្ញាបត្រគឺអ្នកឯងមានផលិតផលប្រាក់ខែ300ហើយស្អាតមិនឲ្យកូនទៅរៀនក៏ប្រពន្ធបានទៅរៀនដែរខ្មែរយើងពីដើមតែយកប្រពន្ធចេះពេកនៅក្រោមសពុតមិនមែនទេប្រពន្ធកាន់តែមានចំណេះទោះបីគាត់ទៅអត់ទៅធ្វើការគាត់ទៅផ្ទះក៏គាត់បានទៅរៀនកូនដែរកូនមួយខែចំណេញ300-400ដែរនឹងយើងត្រូវទៅឲ្យកំណត់អាហ្នឹងអញ្ចឹងការអប់រំដើរតួនាទីសំខាន់ណាស់ពួកខ្ញុំសពថ្ងៃនេះខ្ញុំតឹងទ្រូងណាខ្ញុំខំឲ្យដាក់នេះដបខ្ញុំឃើញកូនសិស្សខ្ញុំយួរខ្ញុំអត់បន្ទោសគាត់ទេយួរសិតអាថង់ផ្លាស្ទិកហូបភ្លៀងចោលផាច់ពួកអាអ្នកមានតែមួយទៀតវាក្រមិនវាមានលុយទិញតែមួយទៀតវាក្រដោយសារក្រវាអត់កំណើតនិយាយវាអត់កើតបាទខ្ញុំប្រាប់ខ្ញុំប្រើកំពង់មួយតាំងពីដើរព្រំដែនមកដល់សប្តាហ៍ថ្ងៃ10ឆ្នាំខ្ញុំទិញតែម្ដងឯងខ្ញុំទិញតែម្ដងឯងអញ្ចឹងសូមឲ្យសាធារណៈចឹងខំធ្វើសួនច្បារនៅមុខផ្ទះឲ្យស្អាតបានស្អាតជន់ម៉ូតូឈប់ឡានផឹកបោះភុជមួយអាទិត្យប្រមូលម្ដង2រទេះតែអត់តូចចិត្តទេគឺការអប់រំណាខ្ញុំនឹងធ្វើបណ្ណាល័យខ្ញុំនឹងដាក់ទៅទីនោះហើយខ្ញុំដាក់កាមេរ៉ាយកអីមកយកអីទៅវិញតែយកឲ្យមកចោលហ្នឹងតែ3ដងលែងឲ្យចូលខ្ញុំធ្វើបណ្ណាល័យពួកខ្ញុំបានតាំងចិត្តខ្ញុំថាឲ្យប្រគុណច្រើនណាស់ធ្វើវត្តបានធ្វើពហិបានតែអត់ធ្វើបណ្ណាល័យអត់បានអញ្ចឹងកុំឲ្យថាអាបណ្ឌិតបានតែធ្វើស្ដីត្រូវតែធ្វើបាទតិចទៀតទៅអានផ្ទះខ្ញុំមកខ្ញុំនឹងធ្វើពួកខ្ញុំមុននឹងខ្ញុំដាច់ដង្ហើមគឺខ្ញុំត្រូវធ្វើអញ្ចឹងខ្ញុំគ្រាន់តែនឹងអញ្ចឹងសួរថាធ្វើម៉េចកសិកម្មដូចមកថាកសិកម្មតាមដំណអញ្ចឹងធ្វើបន្តគ្នាហើយកុំបន្ទោសណាតិចខ្ញុំឃើញពេលកសិករត្រូវបន្ទោសអបញ្ញវន្តអរគុណដែលក្រសួងកសិកម្មមកកើតបណ្ឌិតសភាអានឹងឲ្យជាខួរក្បាលថ្ងៃក្រោយបន្ទោសអាបណ្ឌិតសភាកសិកម្មហ្នឹងអត់ជីក៏បន្ទោសអាពួកហ្នឹងដែរអត់ពូជក៏បន្ទោសអាពួកហ្នឹងជួយឯងបង្កើតបណ្ឌិតសភាធ្វើអីគេយកមកសើជ្រាវហ៎ឧទាហរណ៍ចេញភ្លាមវិស័យកសិកម្មធ្វើប្រមាណ100ហិកតាត្រូវការប្រមាណតោនហើយបើអានឹងកសិករក៏អត់មានទេពួកកសិករជាឧបករណ៍បង្កើតផលិតយីទៅបន្ទោកសិករមិនបានអត់បានទេបើគាត់ចេះដែរគាត់មកធ្វើបណ្ឌិតដែរគាត់ត្រូវធ្វើបណ្ឌិតដែរអញ្ចឹងយើងប្រាប់ថាអ្នកឯងផលិតឆ្នាំនេះត្រូវការស្រូវ1000តោនហើយបណ្ឌិតនឹងត្រូវគួយគិតតើ1000តោនធ្វើអីទីផ្សារទៅប្រមាណក្នុងស្រុកប្រមាណចុះបើសិនជាវាអតិផរណាយើងត្រូវធ្វើម៉េចបិទស្រាយកបាយស្រាទៅឲ្យជ្រូកយកសាច់ជ្រូកយកទៅលក់យកអាចជ្រូកទៅធ្វើជីយកដុតទៅភ្លើងអានឹងត្រូវគិតបញ្ញវន្តត្រូវគិតកុំបន្ទោកសិករ
ហេតុអីថាក់ស៊ីនបោះឆ្នោតចេះតែជាប់មកពីគេគិតអញ្ចឹងកសិករផលិតលក់ហើយគេបញ្ជូនវឹងវៀតណាមដូចគ្នាយើងកុំខឹងគេទៅរៀនពីគេនៅអ្វីដែលគេធ្វើកើតតែយើងត្រូវតែវាយខ្លួនឯងនៅពេលដែលខ្លួនឯងជាប្រទេសកសិកម្មនាំកសិកម្មចូលខ្ញុំប្រាប់វៀតណាមហូបបន្លែខ្មែរទល់អ្នកមានឯស្រុកខ្មែរហូបបន្លែវៀតណាមពួកអ្នកក្រគូចង់បានថោកឲ្យច្រើនខ្ញុំដើរព្រំដែនណាសួរលោកពៅឯងសួរលោកគីសេរីវត្តគ្រាន់តែឃើញផ្លែស្នោកខ្មែរទៅផ្លែម្រះទៅគ្រាន់មិនទាន់ដល់ព្រំដែនអស់លីបាត់ហើយអស់បាត់ហើយអញ្ចឹងកន្លែងហ្នឹងដែលយើងត្រូវគិតមើលថាវាមូលហេតុអីយើងត្រូវគិតផែនការគេមិនទាន់ដាំកស៊ូដោយគីសេរីវត្តនិយាយមិញពេលគេមិនទាន់ដាំកស៊ូបានគេឲ្យស្វាយចន្ទទី1,400ដល់ពេលគេដាំកស៊ូហើយទម្លាក់ស្វាយចន្ទទីដួលព្រមអត់សំខាន់ទេសវកស្វាយចន្ទធ្វើទីអីផ្លែស្វាយចន្ទទីអីគ្រាប់ស្វាយចន្ទទីធ្វើអីអានឹងអ្នកណាគិតបណ្ឌិតថ្ងៃអ្នកគិតទៅបន្ទោះអាបណ្ឌិតដូចខ្ញុំប៉ុន្តែខ្ញុំមិនមែនបណ្ឌិតកសិកម្មណាមិននយោបាយតែបន្ទោះបានបាទអញ្ចឹងនៅអាហ្វ្រិកគេធ្វើមកទៅរៀនពីគេផ្លែវាគេយកទៅធ្វើស្រាគ្រាប់វាគេយកមកកែច្នៃធ្វើជាម្ហូបធ្វើជាក្រៃចឹងសបកវាគេយកទៅធ្វើប្រេងយើងចាប់ផ្ដើមសិក្សាហើយកុំឲ្យឃើញពេលណាវាលក់អតិផលណាយើងត្រូវធ្វើម៉េចអញ្ចឹងចូលមួយទៀតចូលថាហេតុអីបានគេត្រូវការមកប្រាប់ផងគឹមជ្រីទៅហូបដល់ណាក៏នៅតែគឹមជ្រីដែរគួរមានស្អីបដោះបដាខ្ញុំទៅដល់កន្លែងគេបដោះបដាអ្នកគ្រូគាត់ទៅជាមួយខ្ញុំពីអាទិត្យមុនអាយុ75ឆ្នាំមកបដោះបដារៀនគឹមជ្រីគេចោទសួរខ្ញុំ3សំណួរខ្មែរផ្ទៃដីធំតែក្រដូចយើងទៅធ្វើការនៅថៃហ្នឹងតកែថៃសួរមើលអ្នកឯងមានដីប៉ុន្មានដីខ្ញុំ2ហិកតាហើយអត់ទៅធ្វើកម្មករឲ្យគេមាន1ហិកតាអាតកែធ្វើតកែដល់ពេលនៅកូរ៉េក្បាល40បដ 60ជួលខ្មែរទៅដាំបន្លែដែរព្រោះដីនៃស្រុកខ្មែរប្រហែល3ហិកតាវិញมันក៏មិនដាំគាត់លឺខ្ញុំមានដី1ហិកតាព្រោះដីនេះมันទិញ 2000 តែសម័យនោះលឺគេរំភើបមកថាណែឯងអ្នកមានមកមិនមែនគ្រាន់ប្រហែលតែកុំឲ្យមើលបន្លែគេធ្វើមិនដែរគេធ្វើ green house គេហៅបដិវត្តស revolution wise by revolution ហ៎គេធ្វើបដិវត្តសួរថាមានទេគំនិតមិនខុសគ្នាទេខ្ញុំសរសេរខ្ញុំឲ្យសភៅខ្ញុំសេឆ្នាំ2003ភូមិមួយផលិតផលមួយសួរទៅសហការីខ្ញុំអត់មានទេពីដើមខ្ញុំសរសេរជប៉ុនខ្ញុំទៅដល់កូរ៉េគឺមានអីថ្មីទេមាននៅនេះទាំងអស់ប៉ុន្តែត្រូវការបណ្ដុះធនធានដែលមានបណ្ដុះធនធានដែលមានឧទាហរណ៍នៅអ៊ូសៀនកុំឲ្យកាប់ឈើកុំឲ្យបាញ់សត្វធ្វើបង្កើតអីបង្កើតរកចំណូលលើគ្នាមួយថ្ងៃគាត់បានប៉ុន្មានគាត់បាន8000យើងឲ្យគាត់ 25,000 ប៉ុន្តែគាត់ត្រឡប់ទៅកាប់ចឹងរហូតហើយខំចំគោទឹកដោះខំចំអីដើម្បីយកលុយលក់បានទឹកដោះគោមែនទេយកទៅឲ្យគាត់វិញកុំឲ្យគាត់កាប់ដល់ពេលយើងចាប់ផ្ដើមប្រើធម៌ក្តៅយើងអប់រំ3ឆ្នាំចុងក្រោយយើងប្រើធម៌ក្តៅបាទប្រើធម៌ក្តៅពេលដែលយើងប្រើធម៌ក្តៅអន្តរាគមន៍សពចេញមកថាឥឡូវនេះសូមឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថានសូមអរគុណរដ្ឋមន្ត្រីតាមធ្វើម្នាក់ហ្នឹងធ្វើឲ្យបានចាប់ញាត់គុកខ្ញុំដឹងថាជីវិតខ្ញុំផុយបឹងទលេសាបក៏ខ្ញុំផុយប៉ុន្តែខ្ញុំធ្វើដើម្បីមនុស្សជំនាន់ក្រោយមិនមែនធ្វើសម្រាប់ខ្ញុំបើសម្រាប់ខ្ញុំរស់បានយ៉ាងស្រួលខ្ញុំបរៀនតែ2ម៉ោងឯងដេកមួយអាទិត្យប៉ុន្តែមិនមែនសម្រាប់ខ្ញុំទេសម្រាប់មនុស្សជំនាន់ក្រោយពីដើមខ្ញុំចុះបឹងទលេសាបគាត់ថាបណ្ឌិតសភានឹងមិនជ្រៀតជ្រែកអីក្រសួងកសិកម្មក៏នៅខាងជលផលមិនជ្រៀតជ្រែកទេតែឥឡូវមកសម្រាប់ពីដើមបានតែ150គីឡូទេឥឡូវបាន1តោនកន្លះដូចស្អីណាក្រសួងស្រុកខ្ញុំទៅស្រុក5ដើរតួរមួយឯងអូស្ត្រាលី
គេផលិតសាច់គោប្រៃអីសាច់គោឲ្យចូលដាច់ខាតប្រទេសកូរ៉េផលិតបន្លែរឿងបន្លែស្រស់គេឲ្យចូលដាច់ខាតវៀតណាមអាមេរិកហេតុអីគេចង់រក្សាផលិតផលរបស់គេមិនមែនលេះទេគេយកលេសតែមួយគេខ្លាចឆ្លងរោគហើយយើងមិនមែនចឹងទេអត់ឲ្យយកចូលបាក់ខាងក្រោយបាទអានោះមួយទី2ហេតុអីយើងប្រកួតប្រជែងអត់ឈ្នះកត្តា5ដែលយើងប្រកួតប្រជែងគេអត់ឈ្នះទី1យើងទិញពូជគេទី2យើងទិញជីគេទី3ភ្លើងថ្លៃទី4មីក្រូរ៉ាញ់ថ្លៃគេកំចៃលើផ្ទៃកសិកម្មថោកបំផុតខ្ញុំថោកខ្ចីធនាគារអវត្តជនបទណា 5% 6% ពួកខ្ញុំធ្វើគូទឹកដោះបាទអរគុណពីរដ្ឋាភិបាលសម្រាប់ដាច់ជួគាត់យករសងអធនាគារអវត្តជនបទវិញពួកខ្ញុំខ្ចីលុយធនាគារអវត្តជនបទដើម្បីចិញ្ចឹមគូទឹកដោះបាទខ្ញុំយកប្រងផ្ទះខ្ញុំទៅដាក់បាទព្រោះហេតុអីចឹងស្រុកគេអាយុ70ត្រូវការងារធ្វើទៅបង្កើតការងារធ្វើឯងតាន់60ចូលវត្តបាត់ទៅធ្វើបុណ្យសម្រាប់ជាតិក្រោយអាជាតិនឹងព្រមស៊ីជាតិក្រោយស្អីទៀតនិយាយចឹងព្រះអង្គកុំទៅដុតផ្ទះកណាសានដុតលេងឆេះហើយព្រោះសិតផ្ទះថ្មឲ្យនោះមិនដូចមុនណាមុនសិស្បូវបាទចឹងកន្លែងហ្នឹងយើងត្រូវរួមគ្នាចឹងឃើញទេក្រសួងចុះហុចច្រើនណាឯក្រសួងពាណិជ្ជកម្មហ្នឹងក្រសួងចុះហុចដែរទៅមកដល់និយាយពីរាក់ទាក់តាមផ្លូវអញ្ចឹងទៅមិនទៅ3ដែលយើងពិបាកលំបាកជាងគេដឹកជញ្ជូនគេដឹកនឹងទឹកយើងដឹកនឹងគោយន្តគេដឹកនឹងអាដេញរទេះភ្លើងយើងដឹកនឹងឡានឃើញតម្លៃដឹកខ្ពស់ហើយអាក្រសួងចុះហុចហ្នឹងគ្រប់ស្ថាប័នចាប់ដៃយកលុយអត់ដៃខុសភ្លាមតែបើឲ្យដៃដឹកប្រហែលតោនក៏អត់ផ្លឹងគីឡូទៅអត់គ្រប់ហ្នឹងឃើញណាអានឹងក្រសួងចុះហុចអញ្ចឹងតម្លៃដើមកាន់តែខ្ពស់ប្រកួតជ័យឈ្នះគេទេអត់ឈ្នះទេហើយមួយទៀតភាពអត់សិលធម៌នេះភាពអត់សិលធម៌បាទការវិចប់គេនិយាយឲ្យភាពអត់សិលធម៌អត់ក្រមសិលធម៌ខ្ញុំនឹងចុះផ្សាយជ្រាវណាទូរេនឹងខ្ញុំនិយាយបើខ្ញុំមិននិយាយចំឈ្មោះទេ